សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹងការសម្រាយរឿងរបស់ Admin ថ្ងៃនេះ Admin មកបន្តសាច់រឿង The Uncloudy Soul ភាគទី23ជាបន្តទៀតមុននឹងចូលដល់សាច់រឿងរបស់យើងចំពោះប្រិយមិត្តដែលអត់បានជួយ Subscribe Channel របស់ Admin សូមជួយ Subscribe ឲ្យ Admin ម្នាក់មួយផងតើអ្នកទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរមកតាមដានសាច់រឿងជាមួយ Admin តែម្ដងទៅក្រោយពេលដែលសៀវយ៉ាវសួរអំពីរឿងនេះស្ដេចបិសាចក៏បានឆ្លើយបង្រៀងដែលមិនចង់ឲ្យនាងបារម្ភឬក៏រកលេសទៅសម្រាប់អីចឹងណាប៉ុន្តែសៀវយ៉ាវនាងបានដឹងរឿងនេះពីលូបាត់ទៅហើយតែធ្វើឲ្យនាងនឹងពិតជាឆ្ងល់យ៉ាងខ្លាំងហេតុអ្វីបានជាគេធ្វើឲ្យខ្លួនឯងមានរបួសម្ដងហើយម្ដងទៀតអញ្ចឹងដែលបិសាចគេក៏គ្មានជំរឿដូចគ្នាប៉ុន្តែវាគឺជាទំនួលខុសត្រូវរបស់គេទើបសៀវយ៉ាវនឹងនិយាយអំពីបញ្ហាធ្ងន់ធ្ងរប្រសិនបើគេការអ្វីតែបិសាចអស់ទាំងនោះគិតយ៉ាងណាទៅតែបិសាចនឹងគេបន្តទៅកាន់ខ្លួនឯងខ្លាំងមែនតើហើយក៏មិនចង់ទម្លាក់បន្ទុកឲ្យអ្នកណានោះដែរព្រោះវាកាន់តែធ្វើឲ្យគេឈឺចាប់ហើយមានកំហុសបើទោះបីជាសៀវយ៉ាវនឹងចង់រួមសុខទុក្ខជាមួយនឹងគេក៏ដោយក៏គេមិនព្រមនោះដែរដែលចង់ដើរលើផ្លូវរបស់ខ្លួនឯងអីអញ្ចឹងណាលើបែបនេះសៀវយ៉ាវនឹងខឹងហើយអន់ចិត្តយ៉ាងខ្លាំងឬក៏លែងខាំខ្វាត់ទៀតឲ្យគេនឹងធ្វើតាមវិធីរបស់គេទៅរួចក៏បន្តដេញស្ដេចបិសាចនឹងឲ្យចាក់ចេញតែនឹងអន់ចិត្តបែបនេះហើយស្ដេចបិសាចគេក៏ឈឺចាប់ដូចគ្នាប៉ុន្តែគេគ្មានជំរឿក៏បានដើរចាក់ចេញទៅតែធ្វើឲ្យតួស្រីនឹងបញ្ញាបិទកលឹះទ្វារបន្ទោរបស់ខ្លួនតែម្ដងក្រោយពេលដែលស្ដេចបិសាចត្រឡប់មកដល់រូងភ្នំវិញឃើញថាសៀវមូនឹងគេអស់កម្លាំងខ្លាំងពេកក៏គេងលក់សមុកឡើងខលតែម្ដងទ្រង់ក៏បានដាស់គេឲ្យក្រោកឡើងដែលធ្វើឲ្យគេនឹងពិតជាសុំទោសទៅកាន់ស្ដេចបិសាចខ្លាំងមែនទែនព្រោះថារយៈពេលប្រហែលថ្ងៃនេះហើយគឺអាចបានដេកនោះទេគេពិតជាហត់ហើយត្រូវការសម្រាកខ្លាំងណាស់យកល្អនឹងឲ្យសៀវមូចេញមកខាងក្រៅមកតែបិសាចក៏បានយកព្រមភ្លាមទៅគេនឹងបង្ហាញលក្ខណៈសៀវមូចេញមកសៀវមូគេប្រកែកលើកទឹកចិត្តទៅកាន់ស្ដេចបិសាចខ្លាំងមែនទែនទៅហុងយីនឹងសួរអំពីរឿងបន្ថែមដែលគេនឹងធ្លាប់បានអានសភៅជាច្រើនតើមានរបៀបណាដែលអាចព្យាបាលជំងឺអ្នកបាក់ទឹកចិត្តដែរឬទេតាមលើបែបនេះហើយសៀវមូគេឆ្ងល់យ៉ាងខ្លាំងព្រោះថាជំងឺបាក់ទឹកចិត្តនេះហើយវាកើតឡើងតែចំពោះមនុស្សទេចំពោះបិសាចដូចគេមិនចាំបាច់ប្រើនោះទេតែស្ដេចបិសាចមកឡើងមើលតែម្ដងទើបសៀវមូនឹងបញ្ញានិយាយអំពីវិធីសាស្ត្រផ្សេងសំខាន់ត្រូវស្វែងរកមូលហេតុឲ្យឃើញអីចឹងណាស្ដេចបិសាចនឹងក៏សួរភ្លាមដោយសារតែការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់គាត់បានធ្វើបាបចិត្តមនុស្សជាទីស្រឡាញ់តែគាត់នឹងត្រូវធ្វើដោយម្ដេចទៅសៀវមូក៏ផ្ដល់យោបល់ឲ្យទៅសុំទោសនាងធ្វើល្អដាក់នាងឲ្យបានច្រើនដើម្បីឲ្យនាងនឹងដឹងអំពីអារម្មណ៍របស់គាត់ប៉ុន្តែស្ដេចបិសាចនឹងអត់ដឹងថាត្រូវធ្វើវិធីយ៉ាងណាទេបានជាទ្រង់នឹងមកសួរតែសៀវមូគេក៏មិនដឹងដូចគ្នាដោយសារតែគេអត់ដែលមានស្នេហាពីមុនមកតែបិសាចគេឡើងអស់សង្ឃឹមតែម្ដងមិនគួរណាសួរទៅកាន់សៀវមូសោះចំណែកសៀវមូនេះវិញអារឿងបែបហ្នឹងគេអត់ចេះនោះទេឬក៏ហៅសៀវមីនឹងឲ្យចេញមកខាងក្រៅសៀវមីគាត់នៅចេញមកភ្លាមគេចាប់ផ្ដើមធ្វើជាស្រះស្រាចារនៃស្នេហាតែម្ដងប្រសិនបើព្រះអង្គរបស់គេនឹងស្រឡាញ់ម្នាក់ត្រូវតែចែករំលែកជាមួយគ្នាទៅវិញទៅមកហើយស៊ូទ្រាំជាមួយគ្នាជំនួសឲ្យការស៊ូទ្រាំតែម្នាក់ឯងអីចឹងណាប្រសិនបើទ្រង់ធ្វើអ្វីបថយតែម្នាក់ឯងមិនប្រាប់នាងអាចធ្វើឲ្យនាងអន់ចិត្តអីចឹងណាជំនួសមកវិញពួកគេក៏អាចរកវិធីសាស្ត្រក្នុងការចែករំលែកគ្នាទៅវិញទៅមកផងដែរលើបែបនេះហើយសៀវមូគេចេញមកម្ដងថាតើសៀវមីនឹងគេរៀនមកពីណាតាមមើលទៅដូចជាមិនសូវសមហេតុផលអីចឹងណាប៉ុន្តែសៀវមីគេក៏បានឆ្លើយតបថាគេនឹងបានរៀនអំពីបឡំលោកនៃថាមនុស្សដែលធ្វើឲ្យសៀវមីនិងសៀវមូគេឆ្លោះប្រកែកគ្នាបន្តិចតែស្ដេចបិសាចបែរជាគិតថាសម្ដីរបស់សៀវមីគឺត្រឹមត្រូវដែលធ្វើឲ្យសៀវមូនឹងគេឡើងស្រឡាំងកាំងតែម្ដងងាកមកកាន់សៀវយ៉ានេះវិញពេលនេះគេបានទៅមើលវូហ៊ុនថាតើវូហ៊ុននឹងគេគិតយ៉ាងម៉េចទៅហើយចំណែកឯវូហ៊ុននឹងគេនៅតែដដែលដោយចិត្តរបស់គេនឹងពិតជារឹងខ្លាំងមែនទែនទើបសៀវយ៉ានឹងបបោប្រយុទ្ធគ្នាតែម្ដងទៅប្រសិនបើនាងចាញ់នាងនឹងដោះលែងវូហ៊ុនឲ្យចាក់ចេញទៅតែបើនាងឈ្នះនាងនឹងត្រូវគ្រប់គ្រងទៅកាន់វូហ៊ុនលើបែបនេះហើយគេអស់សំណើយ៉ាងខ្លាំងពីព្រោះតែសៀវយ៉ានឹងគឺជាអ្វីដែលហ៊ានឲ្យគេនឹងប្រយុទ្ធជាមួយខ្លួនបែបនេះតែគេក៏ចង់ដឹងដូចគ្នាទៅប្រឹងព្រាមប្រយុទ្ធជាមួយនឹងសៀវយ៉ាប៉ុន្តែយុទ្ធសាស្ត្ររបស់វូហ៊ុនមិនអាចយកឈ្នះយុទ្ធសាស្ត្រភ្លើងរបស់សៀវយ៉ាបានឡើយដែលធ្វើឲ្យវូហ៊ុននឹងគេភ្ញាក់ផ្អើលខ្លាំងមែនទែនហើយអ្វីបានជាកម្រិតរបស់សៀវយ៉ានឹងកើនឡើងឆាប់រហ័សដល់ថ្នាក់នេះសៀវយ៉ាក៏ថាសមត្ថភាពនឹងការវឹកហាត់របស់គេនឹងខ្លាំងហើយគ្រាន់តែគេនឹងជ្រើសរើសអំបោខុសតែប៉ុណ្ណោះរួចក៏បន្តនិយាយអំពីស្ដេចបិសាចហុងជីដែលបានធ្វើជាស្ដេចបិសាចដោយសារតែគាត់នឹងមានការស្រឡាញ់នឹងការពារកូនបិសាចទាំងអស់អីអញ្ចឹងណាបើទោះបីជាបច្ចុប្បន្ននេះគាត់គ្មានអំណាចក៏ដោយក៏នៅតែមានអ្នកគ្រប់គ្រងគាត់ដូចគ្នានាងគ្រាន់តែសង្ឃឹមថាគេនឹងលះបង់គំនិតផ្ទាល់ខ្លួនអីអញ្ចឹងណាតែវូហ៊ុនណាគេអត់ចង់ស្ដាប់សៀវយ៉ានិយាយច្រើនទេចង់សម្រាប់គេឬក៏ដាក់ទរណកម្មអីធ្វើចំពោះគេទៅទើបសៀវយ៉ានឹងបានចេះច្បាប់បិសាចនឹងមកចងគេឲ្យដើរចេញទៅតែម្ដងតែធ្វើឲ្យវូហ៊ុននឹងក៏គេកាំងជាមួយនាងដូចគ្នាក្រោយពេលដែលសៀវយ៉ាដើរបណ្ដើរគិតបណ្ដើរអំពីសម្ដីរបស់ស្ដេចបិសាចទៅធ្វើឲ្យនាងនឹងយល់អំពីដួងចិត្តរបស់ទ្រង់ក៏បញ្ញាប្រមូលភាពក្លាហានរបស់ខ្លួនទាំងអស់ហ្នឹងត្រូវស្ដេចបិសាចនៅក្នុងលអាងភ្នំប៉ុន្តែនៅពេលដែលទៅដល់នាងឃើញតែសៀវមីបណ្ណោទើបសួរអំពីតម្រុយនៅក្នុងសៀវភៅតែម្ដងទៅដោយសារតែសៀវភៅហ្នឹងវាកត់ត្រាអំពីក្បួនដុតបេះដូងនឹងតិចពេកទើបសៀវមូនឹងមិនអាចរកឃើញវាបានងាយនោះឡើយប៉ុន្តែគេនៅតែគិតថាអំណាចនៅក្នុងខ្លួនរបស់ស្ដេចបិសាចនឹងមិនបានបាត់បង់ទៅណានោះទេគ្រាន់តែថាបេះដូងរបស់គាត់នឹងត្រូវបានខូចខាតដូច្នេះវាមិនអាចប្រើប្រាស់បានលើបែបនេះហើយសៀវយ៉ានាងសប្បាយចិត្តខ្លាំងមែនទែនសៀវមីគេរញ៉េរញ៉ៃគិតអត់ចេញអំពីការរៀបអំណាចនៃសៀវភៅអស់ទាំងនេះណាដល់ពេលសៀវយ៉ាសួររកស្ដេចបិសាចទៀតធ្វើឲ្យគេនឹងកាន់តែមូម៉ៅតែម្ដងឃើញបែបនេះហើយសៀវយ៉ាគេឡើងសួរទៀតហើយឬក៏បន្តឲ្យសៀវមីនឹងរៀបចំអំណាចសៀវភៅអស់ទាំងនេះទៅនាងគិតថាសៀវមីពិតជាឆ្លាតគ្រប់គ្រាន់ក្នុងការរៀបវាអីចឹងណានិយាយរួចហើយនាងក៏បានរត់ចាក់ចេញទៅដែលធ្វើឲ្យសៀវមីនឹងគេហួសចិត្តខ្លាំងមែនទែនហេតុអ្វីបានជានាងនឹងអត់ជួយរៀបគេអញ្ចឹងសៀវយ៉ាគេតាមរកស្ដេចបិសាចពីមួយកន្លែងទៅមួយកន្លែងតែអត់ឃើញតតែសោះដែលធ្វើឲ្យនាងនឹងឆ្ងល់ខ្លាំងមែនទែនថាស្ដេចបិសាចនឹងទៅណារហូតដល់ពេលយប់នាងត្រឡប់ទៅវិញស្រាប់តែឃើញស្ដេចបិសាចនឹងនៅមុខផ្ទះរបស់នាងតែម្ដងដែលធ្វើឲ្យនាងនឹងកាន់តែខឹងជាមួយទ្រង់ទ្វេដងដល់បន្
បន្តយកទឹកស្រោចផ្កាមិនខ្វល់អំពីស្ដេចបិសាចអីចឹងណាតែបិសាចហុងយាយឃើញបែបនេះហើយគិតថាទូស្រីនឹងខឹងអំពីរឿងម្សិលមិញអត់ទាន់បានដែលបន្តរកលេសចង់ឲ្យនាងនឹងបដូរថ្នាំរបួសឲ្យគាត់ប៉ុន្តែសៀវយ៉ានឹងបានឲ្យគេនឹងធ្វើដោយខ្លួនឯងទៅតែធ្វើឲ្យស្ដេចបិសាចនឹងកាន់តែដឹងកំហុសខ្លួនឯងថាប្រកាសជារឿងម្សិលមិញជាមិនខានទេរួចក៏បាននិយាយបកស្រាយដែលបន្តសុំទោសទៅកាន់ទូស្រីអំពីរឿងរ៉ាវការពីម្សិលមិញអីចឹងណាដោយសារតែការបាត់បង់ថាអពរួមជាមួយនឹងទំនួលខុសត្រូវដែលមិនចង់ឲ្យទូស្រីនឹងលំបាកជាមួយនឹងខ្លួនម្យ៉ាងវិញទៀតដែរតាំងពីដើមមកទ្រង់តែងតែធ្វើអ្វីម្នាក់ឯងដោយការពេលទៅកាន់អ្នកគ្រប់គ្នាតែពេលនេះហើយនាងបែរជាមិនត្រូវការពេលខ្លួនដោយខ្លួនមិនចង់ឲ្យនាងមានរបួសអីចឹងណាបានជាជ្រើសរើសវិធីល្ងងខ្លៅដល់ថ្នាក់នេះប៉ុន្តែសៀវយ៉ានាងអត់តនិយាយនោះទេទើបស្ដេចបិសាចនឹងសុំវល់ឲ្យនាងនិយាយមួយម៉ាត់មកលើបែបនេះហើយសៀវយ៉ាបានចិត្តតែម្ដងអ្នកទាំងអស់គ្នាដែលបញ្ចេញអារម្មណ៍របស់ខ្លួនឯងនឹងទៅលើស្ដេចបិសាចទាំងអស់នាងចង់ឲ្យទ្រង់ដឹងថារបួសរបស់ទ្រង់នឹងក៏ធ្វើឲ្យនាងឈឺចាប់ដូចគ្នាឃើញសៀវយ៉ាខឹងខ្លាំងបែបនេះហើយស្ដេចបិសាចក៏បានចាប់ដៃរបស់នាងជាប់ដោយសួរថាតើនាងនឹងឈប់ខឹងហើយនៅប៉ុន្តែសៀវយ៉ានឹងនិយាយថានាងនៅតែខឹងដែលធ្វើឲ្យទ្រង់នឹងយកដៃទាំងសងខាងរបស់នាងនឹងដាល់លើទ្រង់របស់ខ្លួនឯងតែម្ដងឡាសៀវយ៉ានឹងគេលែងហ៊ានខឹងបដ ហើយរួចស្ដេចបិសាចក៏បន្តអប់លងលំទៅកាន់សៀវយ៉ាថាចាប់ពីពេលនេះទៅទ្រង់សន្យាថានឹងចែករំលែករឿងរ៉ាវជាមួយនឹងនាងជារៀងរហូតដែលធ្វើឲ្យសៀវយ៉ានឹងពិតជាសប្បាយចិត្តយ៉ាងខ្លាំងតែតាមការពិតទៅនាងឈប់ខឹងជាមួយនឹងស្ដេចបិសាចតាំងពីយូរណាស់មកហើយនាងយល់ច្បាស់អំពីទូនាទីរបស់គេប៉ុន្តែនាងគ្រាន់តែចង់ឲ្យគេដឹងថាគេមិននៅម្នាក់ឯងអីចឹងណាប្រសិនបើថ្ងៃណាមួយមានមេឃរលំចុះមកក៏នាងស្ម័គ្រចិត្តស៊ូទ្រាំជាមួយនឹងស្ដេចបិសាចនោះដែរលើបែបនេះហើយស្ដេចបិសាចក៏ឈប់ឲ្យនាងនិយាយតែម្ដងពីព្រោះថាគ្មានថ្ងៃមួយនោះកើតឡើងទេដែលបន្តលើកអបសៀវយ៉ាយ៉ាងសប្បាយចិត្តតែម្ដងក្រោយមកពួកគេក៏បានប្រទះឃើញភ្លៀងអាចផ្កាយនឹងធ្លាក់ចុះមកដែលធ្វើឲ្យសៀវយ៉ានឹងសប្បាយចិត្តយ៉ាងខ្លាំងព្រោះនាងមិនដែលឃើញបែបនេះពីមុនមកតែស្ដេចបិសាចបែរជានិយាយថាវាគឺជាប្រផ្នូលអាក្រក់ដែលធ្វើឲ្យពិភពលោកទាំងមូលនឹងប្រឈមមុខជាមួយនឹងគ្រោះមហន្តរាយហើយគេក៏ដឹងដែរថាគ្រោះមហន្តរាយដ៏ធំមួយនេះវាគឺជាអ្វីយ៉ាងណាមិញការប្រែប្រួលផ្កាយនៅលើមេឃនេះប៊ីងស៊ូក៏បានដឹងយ៉ាងច្បាស់ថាពិភពលោកនឹងជិតមានគ្រោះមហន្តរាយធំកើតឡើងហើយរួចក៏បន្តឲ្យកូនចៅរបស់ខ្លួននឹងមានភាពប្រុងប្រយ័ត្នខ្ពស់ចាប់បិសាចនៅខាងក្នុងវិហារខាងហ្វេយូទាំងអស់ក៏ចាប់ផ្ដើមឡំព័ទ្ធបរិវេណនៅទីនោះចំណែកឯប៊ីងស៊ូក៏បានចូលទៅក្នុងវិហារដែលមានជំនឿអំពីທາງគេដឹងយ៉ាងច្បាស់ថាបិសាចនឹងបានលាក់ខ្លួននៅទីនេះហើយសង្កេតមើលចុះឡើងក៏ឃើញរូបចម្លាក់មួយនឹងមានភាពខុសប្លែកមិនអង្យូប៊ីងស៊ូបានប្រើທາງនឹងឲ្យទៅចាត់ការវាតែម្ដងធ្វើឲ្យយើងដឹងថារូបចម្លាក់មួយនោះគឺជាបិសាចយ៉ាងធំហើយអេដមីនក៏ដឹងថាបិសាចមួយនោះវាគឺជាអ្វីនោះដែរគ្រាន់តែសម្លេងនិងការកន្ទ្រាំជើងរបស់វាធ្វើឲ្យបរិវេណនៅទីនោះរង្គើតែម្ដងតែវាក៏មិនអាចយកឈ្នះទៅលើកំបិតທາងដែលធ្វើប៊ីងស៊ូនឹងវាអស់ទៀតមកខាងក្រៅភ្លាមឃើញបែបនេះក្រុមឆ្មាំងហ្វេយូទាំងអស់ក៏ចាប់ផ្ដើមរៀបក្បួននឹងចាប់ទៅលើបិសាចមួយនោះតែបិសាចមួយនោះវាមានកម្លាំងខ្លាំងក្លាហួសអំពីសមត្ថភាពរបស់ឆ្មាំងហ្វេយូដែលធ្វើឲ្យពួកគេនឹងមិនអាចទប់ទល់បានឡើយទៅបិសាចមួយនោះរត់បាត់ទៅប៊ីងស៊ូក៏បានប្រាប់កូនចៅរបស់គេនឹងឲ្យដេញតាមបិសាចបន្តចំណែកឯបិសាចដែលរត់មកខាងក្រៅនេះវិញក៏ត្រូវបានវាបហាដោយធានផងដែរធ្វើឲ្យវាពិតជាឆ្ងល់យ៉ាងខ្លាំងហើយអ្វីបានជានាងនឹងវាបហាគេអញ្ចឹងពីព្រោះតែពួកគេគឺជាបិសាចដូចគ្នាធានណានេះអត់បាននិយាយអ្វីច្រើនទេរួចក៏បន្តវាបហាទៅកាន់បិសាចមួយនោះដែលចង់ខ្វេះយកបេះដូងរបស់វារំពេចនោះក៏បានលឺសំឡេងរបស់ឆ្មាំងហ្វេយូចូលមកធ្វើឲ្យនាងនឹងបញ្ញារត់គេចខ្លួនជាបន្ទាន់ចំណែកឯឆ្មាំងហ្វេយូអស់ទាំងនោះគេឆ្ងល់ខ្លាំងមែនទែនហើយអ្វីបានជាបិសាចដែលមានកម្លាំងខ្លាំងបែបនេះនៅសោកសៅបែរជាមានបញ្ហាការបេះដូងនៅមួយកន្លែងបែបនេះទៅវិញប៊ីងស៊ូហាក់បីដូចជាដឹងថាវាគឺជាស្នាដៃរបស់អ្នកណារួចក៏បានយកកំបិតທາງនឹងអោនគោរពនៅទីនោះតែម្ដងបន្ទាប់មកប៊ីងស៊ូក៏បានដឹកនាំបិសាចដ៏ធំមួយនោះចូលទៅក្នុងរាជវាំងជួយជាមួយនឹងជីយ៉ាងបានសរសើរទៅលើសមត្ថភាពរបស់ប៊ីងស៊ូយ៉ាងខ្លាំងចំណែកប៊ីងស៊ូគេក៏ឆ្ងល់ដូចគ្នាមិនបានជាគេនឹងត្រូវការបិសាចច្រើនម្លេះព្រោះថានៅក្បែររាជធានីមួយនេះវាសឹងតែលែងមានបិសាចទៅហើយជីយ៉ាងគេបានឆ្លើយដល់ខ្លួនថាវាគឺជាបញ្ជារបស់អធិរាជដោយសារតែគាត់នឹងអត់បានទឹកវេទមន្តជូលីដូច្នេះត្រូវតែយកបិសាចអស់ទាំងនេះដើម្បីរក្សាជីវិតអីចឹងណាប្រសិនបើគេចង់និយាយអីឲ្យតែនិយាយជាមួយនឹងព្រះអង្គទៅរំពេចនោះលោកអាម៉ាត់ក៏បានចេញមកហៅប៊ីងស៊ូនឹងឲ្យចូលទៅខាងក្នុងអធិរាជក៏បានឃើញប៊ីងស៊ូផ្លែតគេក៏ចាប់ផ្ដើមសួរអំពីរឿងតាក់ទងជាមួយនឹងម្ចាស់សុបិនអមតៈថាតើគេនឹងបានឃើញទ្រង់ដែរឬទេហើយទ្រង់មានប្រាអ្វីដល់គេអីចឹងណាប៊ីងស៊ូគេស្ទាក់ស្ទើរខ្លាំងមែនទែនដោយមិនចង់កុហកទៅកាន់ព្រះអង្គនោះឡើយតែព្រះអង្គពិតជាចង់ដឹងហើយដេញដោលខ្លាំងមែនទែនទើបប៊ីងស៊ូនឹងនិយាយប្រាប់ព្រះអង្គតែម្ដងទៅថាកុំឲ្យទ្រង់នឹងបារម្ភពេកអីតែដួងចិត្តរបស់អធិរាជមិនអាចស្ងប់សុខបានឡើយលុះត្រាតែគាត់នឹងទទួលបានទឹកវេទមន្តជូលីហើយគាត់ពិតជាឆ្ងល់ខ្លាំងមែនទែនតែធ្វើដោយម្ដេចបានអាចបញ្ជាក់ភាពស្មោះត្រង់របស់ខ្លួននឹងទៅកាន់ម្ចាស់សុបិនអមតៈលុះពេលដែលប៊ីងស៊ូបានចេញមកខាងក្រៅជាយ៉ាងក៏បាននិយាយអំពីរឿងគ្រឿងផ្សំថ្នាំបន្តជីវិតរបស់រាជាថាពេលនេះបិសាចធម្មតាពិតជាមិនអាចទប់ទល់បានឡើយហើយគេទើបតែទទួលបានដំណឹងអំពីស្ដេចបិសាចហុងយីនៅក្នុងចលងភ្នំបិសាចថាពេលនេះទ្រង់ត្រឡប់មកវិញជាមួយនឹងធម្មពលចុះខ្សោយពួកគេអាចឆ្លៀតឱកាសមួយនេះដើម្បីយកទ្រង់នឹងយកមកធ្វើថ្នាំតែម្ដងតែប៊ីងស៊ូបដិសេធដោយរកលែងថាពួកគេនឹងសុទ្ធតែធ្លាប់ជួយជាមួយនឹងស្ដេចបិសាចហុងយីមិនមែនអាចចាត់ការដោយងាយស្រួលបានឡើយទើបជាយ៉ាងនឹងគេនិយាយបង្វែរថាជាការផ្ដល់យោបល់ឲ្យទ្រង់អីចឹងទៅក្រោយមកប៊ីងស៊ូក៏បានត្រឡប់មកកាន់គេឋានវិញជួយជាមួយនឹងធានដោយធ្វើជានិយាយអរគុណធានដែលបានជួយកម្ចាត់បិសាចសាហាវឲ្យគេអីចឹងណាដែលធានណាដឹងយ៉ាងច្បាស់ថាប៊ីងស៊ូនឹងកំពុងតែកុហករួចក៏ឲ្យប៊ីងស៊ូនឹងសិតសក់ឲ្យនាងថែមទាំងនិយាយបញ្ឆេះបញ្ឈៀងជាមួយនឹងប៊ីងស៊ូផងដែរព្រោះប៊ីងស៊ូគេដឹងយ៉ាងច្បាស់ថានាងគឺជាវិញ្ញាណដែលត្រូវការដួងវិញ្ញាណរបស់បិសាចអីចឹងណាបើមិនអញ្ចឹងទេនាងច្បាស់ជាប្រាថាអពររបស់ខ្លួនឯងជាមិនខានឡើយប៊ីងស៊ូគេអត់និយាយច្រើននោះទេរួចធានក៏បានបបួលគេនឹងទៅកាន់
ភ្នំជីងឈីដើម្បីចាប់បិសាចកតុយ9ជាបន្តទៀតប៉ុន្តែប៊ីងស៊ូនឹងបានបដិសេធថារឿងកំចាប់បិសាចគឺជាភារកិច្ចរបស់គេមិនចាំបាច់ឲ្យនាងនឹងពាក់ព័ន្ធនោះឡើយតែចម្លើយមួយនេះហើយវាធ្វើឲ្យធានធានមិនពេញចិត្តនោះទេនាងគិតថាប៊ីងស៊ូនឹងកំពុងតែមិនទុកចិត្តខ្លួនដោយសារតែខ្លួនគឺជាវិញ្ញាណអីអញ្ចឹងណាពេលនេះនាងទៅយល់ច្បាស់អំពីដួងចិត្តរបស់ម្ចាស់សុបិនអមតៈក្នុងន័យថានាងនឹងក៏ចង់បានបេះដូងរបស់មនុស្សផងដែរប៊ីងស៊ូគេខំចិត្តជាមួយនឹងសម្ដីរបស់ធានធានខ្លាំងមែនទែនចំណែកឯកំបិតខាងក៏មានប្រតិកម្មភ្លាមពួកឲ្យធានធាននឹងភ្ញាក់ដឹងខ្លួនមកវិញនាងពិតជាភ័យខ្លាចមែនទែនព្រោះអ្វីដែលនាងបាននិយាយបាញ់មិញនេះមិនមែនជាអ្វីដែលនាងគិតនោះឡើយប៊ីងស៊ូក៏បន្ទោសខ្លួនឯងយ៉ាងខ្លាំងដែលគេនឹងមិនអាចការពារនាងបានធានធានរត់តែមិនចង់ឲ្យប៊ីងស៊ូនឹងឃើញសភាពរបស់នាងនៅពេលនេះដងវ៉យប៊ីងស៊ូនឹងចាត់ការនាងទៅគ្រាន់នាងនៅដឹងខ្លួនអីអញ្ចឹងណាប៉ុន្តែប៊ីងស៊ូគេមិនដាច់ចិត្តនោះឡើយដោយព្យាយាមអប់រំលោមទៅការនាងព្រោះមូលហេតុដែលនាងខ្លាចទៅជាបែបនេះគឺដោយសារគេនឹងឯងដោយការសន្ទនារបស់អ្នកទាំងពីរនឹងក៏បានលើបស្ដាប់ដោយជាយ៉ាងគេភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយនឹងរឿងមួយនេះក្រោយពេលដែលគេត្រឡប់មកវិញទាំងស្មុគស្មាញមិនដឹងថាគិតយ៉ាងណាហេវូក៏បានមករកគេនៅក្នុងរាជធានីតែម្ដងដែលធ្វើឲ្យគេនឹងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចក៏ទាញហេវូនឹងឲ្យទៅម្ខាងខ្លាចមានអ្នកឃើញអីអញ្ចឹងណាដែលហេវូក៏ពិតជាត្រូវមិនបាននោះឡើយហេតុអ្វីបានជាគេនឹងមិនបញ្ជូនមនុស្សទៅចាប់ស្ដេចបិសាចនៅក្នុងជលឹងភ្នំបិសាចអីអញ្ចឹងណាបើទោះបីជាយ៉ាងបានបកស្រាយថាប៊ីងស៊ូនឹងបានបដិសេធឲ្យពួកគេនឹងត្រូវធ្វើការតាមក្រឹតតាមក្រមអីអញ្ចឹងណាក៏ហេវូគេអត់ខ្វល់នោះដែរគិតតែបញ្ជាឲ្យជីយ៉ាងនឹងទៅប្រាប់អធិរាជទៅរំពេចនោះជីយ៉ាងក៏បាននឹកឃើញគំនិតមួយដែលចង់ឲ្យហេវូនឹងទៅប្រាប់អធិរាជដែរផ្ទាល់ពីព្រោះថាអធិរាជនឹងត្រូវការតែទឹកវេទមន្តជូលីតែប៉ុណ្ណោះចំណែកឯហេវូគេក៏ត្រូវការខ្លាចទៅជាស្ដេចបិសាចផងដែរដូច្នេះពួកគេមានគោលបំណងក្នុងការកម្ចាត់ស្ដេចបិសាចហុងយីដូចគ្នាអីអញ្ចឹងណាដំបូងហេវូក៏បានបដិសេធដោយចំនួនរវាងបិសាចជាមួយនឹងមនុស្សមានរាប់រយឆ្នាំមកហើយគេខ្លាចអធិរាជអត់យកព្រមអីអញ្ចឹងណាក្រោមការបញ្ចុះបញ្ចូលរបស់ជីយ៉ាងថែមទាំងលើសរសើរថាគេគឺជាស្ដេចបិសាចទៀតនោះហេវូក៏បានយកព្រមចូលក្នុងវាំងជាមួយនឹងជីយ៉ាងដើម្បីជួបអធិរាជតែម្ដងនៅតាមផ្លូវហេវូពិតជាកោតសរសើរជាមួយនឹងរាជវាំងខ្លាំងមែនទែនថាវាមានភាពល្អប្រណិតអីអញ្ចឹងទៅបន្ទាប់មកជីយ៉ាងក៏បាននាំហេវូនឹងទៅកាន់បន្ទប់ស្លថ្នាក់របស់អធិរាជដែលប្រាប់ឲ្យហេវូនឹងនៅឈរចាំនៅកន្លែងនេះសិនកុំដើរផ្ដេសផ្ដាសចំណែកឯគេនឹងទៅតាមអធិរាជអីអញ្ចឹងណាហេវូគេក៏ជឿតាមសម្ដីរបស់ជីយ៉ាងទៀតលុះពេលដែលជីយ៉ាងចាក់ចេញទៅហេវូគេកាន់តែរំភើបនឹងកោតសរសើរចំពោះប្រណិតភាពនៅក្នុងបន្ទប់មួយនោះយ៉ាងខ្លាំងរហូតធ្វើឲ្យគេនឹងដើរធ្លាក់ចូលទៅក្នុងចង្ក្រានស្លថ្នាំរបស់អធិរាជទើបគេដឹងថាខ្លួនបានចាញ់បោកជីយ៉ាងហើយដែលបន្តស្រែកហៅជីយ៉ាងនឹងបន្ទោសទៅកាន់គេយ៉ាងខ្លាំងចំណែកឯជីយ៉ាងជាមួយនឹងកូនចៅរបស់ខ្លួនគេបើកទ្វារចូលមកយ៉ាងរំភើយដល់និយាយចំអកលក់លុយទៅកាន់ហេវូទៀតថាកុំឲ្យហេវូដើរផ្ដេសផ្ដាសអីអញ្ចឹងណាសម្ដែងរបស់ហេវូវាកាន់តែធ្វើឲ្យជីយ៉ាងនឹងសប្បាយចិត្តដោយគេនឹងអាចចាប់បានបិសាចដ៏មានឥទ្ធិពលខ្លាំងក្លាកន្លែងមកកាន់ចលឹងភ្នំបិសាចនេះវិញសៀវយ៉ាវបានវល់ឲ្យឫស្សីនឹងជួយទៅកាន់វូហ៊ួនឫស្សីគេអត់ចង់ជួយនោះទេសៀវយ៉ាវនឹងក៏បានលើកអំពីកូនស្រីរបស់វូហ៊ួនយ៉ាងច្រើនថាធ្លាប់ជាគ្រូរបស់គេអីអញ្ចឹងណាទើបឫស្សីនឹងព្រមជួយគេម្ដងទៅទើបទូស្រីបានយកថ្នាំនឹងទៅដាក់មាត់វូហ៊ួនកូនតើគេឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជានាងនឹងធ្វើល្អដាក់គេអញ្ចឹងប៉ុន្តែទូស្រីនឹងចាប់ទុកវូហ៊ួននឹងគឺជាសត្វស្លាប់ទៅវិញដែលធ្វើឲ្យគេនឹងពិតជាឆ្ងល់ខ្លាំងមែនទែនរំពេចនោះវូហ៊ួនក៏បានដឹងខ្លួនឡើងវិញគេភ្ញាក់ផ្អើលខ្លាំងណាស់ហេតុអ្វីបានជានាងនឹងជួយសង្គ្រោះគេព្រោះថាគ្មានអ្នកណាម្នាក់អាចជឿគេនោះឡើយប៉ុន្តែសៀវយ៉ាវបែរជាឆ្លើយថានាងជឿយោងទៅតាមហេតុផលដែលគេនឹងចង់តម្រាប់ខ្លួនដើម្បីលុបលាងកំហុសរបស់ខ្លួនឯងនាងគិតថាសន្តានរបស់គេមិនអាក្រក់ពីកំណើតនោះឡើយម្យ៉ាងវិញទៀតរឿងស្លាប់វាមិនមែនជារឿងពិបាកនោះឡើយប៉ុន្តែនៅពេលដែលគេស្លាប់ហើយគេក៏មិនអាចកែប្រែវាបាននោះដែរគេនឹងខ្លាចទៅជាមនុស្សម្នាក់ដែលត្រូវបានគេមើងងាយស្អប់ពើមហើយស្ដោះទឹកមាត់ដាក់ភ្នោអីអញ្ចឹងណាហើយសួរទៅកាន់គេវិញថាតើគេនឹងអាចទ្រាំជាមួយនឹងការប្រមាថបែបនេះបានដែរឬទេវូហ៊ួនឮសម្ដីរបស់សៀវយ៉ាហើយគេអស់សំណើចយ៉ាងខ្លាំងប៉ុន្តែសម្ដីរបស់នាងនិយាយគឺសិតតែត្រឹមត្រូវរំពេចនោះសៀវមីគេបានស្រែកយ៉ាងសប្បាយចិត្តថាគេនឹងបានរកឃើញវាហើយឲ្យសៀវយ៉ានឹងទៅហៅស្ដេចបិសាចមកក្រោយមកអ្នកទាំងអស់គ្នាក៏បានចូលទៅក្នុងរូងភ្នំដោយសៀវមីនឹងបាននិយាយអំពីរឿងក្បួនដំណើរតាក់ទងជាមួយនឹងការដុតបេះដូងថាមេដាឋានសួគ៌បានប្រើការដុតបេះដូងភ្ជាប់ជាមួយនឹងអំណាចផ្ទាល់ខ្លួនរបស់នាងរួចក៏រលាយបាត់ដោយគ្មានដាននោះគឺវាបានចូលទៅក្នុងថ្មដែលនាងឈើហើយថ្មម្ដុំនោះគឺជាឆ្អឹងមេឃនេះឯងហើយវាបានបង្ហាញខ្លួនចុងក្រោយនៅឆ្នេរសមុទ្រខាងលិចលើបែបនេះហើយតួស្រីនាងឆ្ងល់ខ្លាំងមែនទែនចំណែកឯស្ដេចបិសាចនឹងក៏ដឹងយ៉ាងច្បាស់ថាឆ្នេរខាងលិចត្រូវបានការពារដោយសត្វបុរាណលេខកំណត់ដែលមានភាពលុបលំតាំងពីធម្មជាតិវាបានប្រមូលផ្ដុំទ្រព្យសម្បត្តិជាច្រើនទុកនៅក្នុងឃ្លាំងរបស់វាដែលអនុញ្ញាតឲ្យគេនឹងយកចូលទៅប៉ុន្តែមិនអនុញ្ញាតឲ្យមានអ្នកណាម្នាក់យកចេញមកវិញនោះឡើយសៀវមីគេចង់កំដរស្ដេចបិសាចទៅបើទោះបីជាត្រូវលះបង់ជីវិតរបស់គេក៏ដោយប៉ុន្តែស្ដេចបិសាចមិនយកព្រមនោះទេដោយសារតែដំណើរផ្លូវវែងឆ្ងាយហើយត្រូវឆ្លងកាត់មហាសមុទ្រដែលមានព្យុះជារៀងរាល់ឆ្នាំទៀតវាមានគ្រោះថ្នាក់ខ្លាំងណាស់ភ្លាមនោះសៀវយ៉ាវក៏បាននឹកឃើញគំនិតមួយដែលឲ្យពួកគេនឹងចាំមកផ្លែតរួចក៏បន្តនាំវូហ៊ួននឹងចូលមកខាងក្នុងដោយវូហ៊ួននឹងគេស្ម័គ្រចិត្តជូនស្ដេចបិសាចនឹងទៅកាន់ឆ្នេរខាងលិចប៉ុន្តែសៀវមីគេអត់យកព្រមនោះឡើយដែលគិតថាវូហ៊ួននឹងប្រើល្បិចចង់រត់កិច្ចចាក់ចេញពីទីនេះអីចឹងទៅសៀវយ៉ាវក៏បានចេញមកការពារវូហ៊ួនមួយទំហឹងតែម្ដងដែលនិយាយអំពីសមត្ថភាពជាមួយនឹងទម្រង់ពិតរបស់វូហ៊ួនថាជាសត្វស្លាប់ដ៏ធំវាដូចជាសត្វត្រីដែលមានឆន្ទៈខ្ពស់អញ្ចឹងហើយពេលវេលាកន្លងមកគេគ្រាន់តែចាញ់ល្បិចបោកបញ្ឆោតរបស់ហីវូតែប៉ុណ្ណោះតែវិសាចទ្រង់ក៏ជឿជាក់ទៅលើសម្ដីរបស់តួស្រីដោយនិយាយរឿងដែលខ្លួននឹងបានបាត់បង់ថាមពលវិញ្ញាណអំឡុងពេលប្រយុទ្ធជាមួយនឹងម្ចាស់សុបិនអមតៈហើយទ្រង់ក៏ត្រូវធ្វើដំណើរទៅកាន់ឆ្នេរខាងលិចដើម្បីរកថ្មមេឃស្ដារថាមពលឡើងវិញទៅប្រាប់វូហ៊ួនផងដែរធ្វើឲ្យសៀវមីគេពិតជាព្រួយបារម្ភខ្លាំងមែ
មែនតើហេតុអ្វីបានជាទ្រង់នឹងនិយាយរឿងមួយនេះអញ្ចឹងតែស្ដេចបិសាចទ្រង់ពិតជាមិនចង់លាក់បាំងជាមួយនឹងរឿងមួយនេះទៀតទេថែមទាំងបញ្ចូលទៅប្រាប់សៀវមីអំពីទូនីតិនិងអំណាចរបស់ស្ដេចបិសាចទៀតដែលធ្វើឲ្យសៀវមីនឹងគេក៏មិនអាចប្រកែកបានហើយរួចទ្រង់ក៏បានបញ្ចូលបន្ថែមទៅប្រាប់វូហ៊ួនចង់ឲ្យគេនឹងលះបង់កំណត់អាក្រក់នៅក្នុងចិត្តរបស់គេទាំងអស់នោះគេនឹងនៅតែខ្លាចទៅជាសមាជិកពុយសុទ្ធរបស់បិសាចដដែលព្រោះថាទ្រង់នៅតែជឿជាក់ទៅលើគេលើបែបនេះហើយវូហ៊ួនគេពិតជារំភើបចិត្តយ៉ាងខ្លាំងហើយគេក៏ស្ម័គ្រចិត្តស្លាប់បម្រើស្ដេចបិសាចដូចគ្នាយ៉ាងណាមិញសៀវមីគេនៅតែមិនទុកចិត្តព្រោះដំណើរផ្លូវវែងឆ្ងាយប្រសិនបើគេបានជួបជាមួយនឹងសត្វបុរាណណាគេច្បាស់ជាស្លាប់ជាមិនខានតែស្ដេចបិសាចបានប្រាប់ឲ្យគេនៅទីនេះចំណែកឯគាត់នឹងចេញដំណើរទៅខ្លួនឯងអំឡុងពេលជាមួយគ្នាលូលូក៏បានរត់ចូលមករាំងត្រហេបត្រហោបព្រោះថាគេនឹងបានត្រៀមចំណីខ្លះសម្រាប់ស្ដេចបិសាចនិងសៀវយ៉ាវធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរខាងលិចផងដែរដែលធ្វើឲ្យសាច់រឿងរបស់យើងនឹងក៏ចាប់តែត្រឹមនេះដូចគ្នាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្រាយរឿងរបស់ Admin ជួបគ្នានៅវីដេអូជាបន្តទៀតបាយបាយ